សូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាទនេះឯងវាធ្វើឲ្យអ្នកដែលចេះស្ទាត់នៅក្នុងការងារហើយនោះត្រឡប់ទៅជាទទួលនៅបរាជ័យដូចជាបុគ្គលល្ងងខ្លៅឬដូចជារថយន្តដែលក្រឡាប់ធ្លាក់ជ្រោះអញ្ចឹងឯងកូននេះឪពុកតួនាទីរបស់មនុស្សជាកិច្ចការចាំបាច់បំផុតដែលត្រូវសិក្សានិងបប្រតិបត្តិដល់គ្នាទៅវិញទៅមកក្នុងឋានៈនេះកូនមានតួនាទីច្រើនយ៉ាងដែលត្រូវធ្វើចំពោះអ្នកដទៃកូនត្រូវបំពេញតួនាទីជាកូនដ៏ល្អរបស់មាតាបិតាការកូនជាបងគេកូនត្រូវបំពេញតួនាទីជាបងដ៏ល្អរបស់ប្អូនកាលដែលកូនជាប្អូនគេក៏ត្រូវបំពេញតួនាទីជាប្អូនដ៏ល្អរបស់បងកាលដែលកូនជាមិត្តរបស់គេកូនត្រូវបំពេញតួនាទីជាមិត្តដ៏ល្អរបស់មិត្តសម្លាញ់កាលដែលកូនជាអ្នករៀនសូត្រកូនត្រូវបំពេញតួនាទីជាសិស្សដ៏ល្អរបស់គ្រូឡាក់គ្រប់យ៉ាងត្រូវឲ្យបានល្អជាទីបំផុតនិងឲ្យអស់សមត្ថភាពការបប្រតិបត្តិនៅតួនាទីជាមនុស្សគឺជាការបប្រតិបត្តិនៅធម៌ដ៏សមគួរតាមធម៌តួនាទីត្រូវសម្ភារធ្វើឲ្យល្អចិត្តឆ្មោះសរបន្តការស្មារតីមានមិនប្រមាទក្នុងជីវិតពិតជាស្ពានចាអត់ឃ្លានឈានឆ្លងគ្រោះរស់ប្រពៃខ្ជិលធ្វើការមានឈ្មោះថាស្លាប់ទាំងរស់ស្លាប់ដូចពស់រស់កង្កែបបែបសត្វរៃហេតុដូច្នេះកូនត្រូវចេះឆ្លាតវាងវៃកុំចាប់ភ័យលៃឲ្យសពញាប់ដៃជើង